ឆ្នាំ2026គឺជាឆ្នាំរបស់អ្នករាល់ឆ្នាំថ្មីគឺជាទំព័រថ្មីក្នុងសៀវភៅជីវិតប៉ុន្តែមនុស្សជាច្រើនគ្រាន់តែបដូរប្រតិទិនប៉ុន្តែមិនបដូរជីវិតប្រសិនបើអ្នកចង់ឲ្យឆ្នាំ2026ខុសពីឆ្នាំមុនអ្នកត្រូវសម្រេចចិត្តថាឆ្នាំនេះនឹងក្លាយជាឆ្នាំរបស់អ្នកយ៉ាងពិតប្រាកដមិនមែនដោយសំណាងមិនមែនដោយការរងចាំប៉ុន្តែដោយសកម្មភាពនិងការបដិញ្ញាចិត្តរបស់អ្នកផ្ទាល់ខាងក្រោមនេះគឺជា15ចំណុចសំខាន់ដែលអាចធ្វើឲ្យឆ្នាំ2026ក្លាយជាឆ្នាំដែលផ្លាស់ប្ដូរជីវិតរបស់អ្នក 1. ផ្លាស់ប្ដូរផ្លូវគិតជាមុនសិនជីវិតរបស់អ្នកនឹងមិនផ្លាស់ប្ដូរទេប្រសិនបើគំនិតអ្នកនៅតែដដែលបើអ្នកនៅតែគិតថាខ្លួនឯងមិនសមរម្យមិនមានសមត្ថភាពឬមិនមានឱកាសនោះអ្នកនឹងមិនហ៊ានធ្វើអ្វីដែលថ្មីឡើយឆ្នាំ2026ត្រូវចាប់ផ្ដើមពីការបដូររបៀបគិតជាមុនសិនចាប់ផ្ដើមគិតវិជ្ជមានគិតធំគិតវែងនិងជឿថាអ្នកអាចរីកចម្រើនបានពេលគំនិតផ្លាស់ប្ដូរសកម្មភាពនឹងផ្លាស់ប្ដូរហើយលទ្ធផលក៏នឹងផ្លាស់ប្ដូរដែរ 2. កំណត់គោលដៅច្បាស់លាស់និងសរសេរវាចុះគោលដៅគឺដូចជាផែនទីដឹកនាំជីវិតបើអ្នកគ្មានវាអ្នកនឹងរស់ដោយចៃដន្យសូមចំណាយពេលវេលាសរសេរគោលដៅរបស់អ្នកយ៉ាងច្បាស់តើអ្នកចង់សម្រេចអ្វីនៅឆ្នាំនេះតើអ្នកចង់ក្លាយជាមនុស្សបែបណាការសរសេរគោលដៅធ្វើឲ្យវាក្លាយជាការបដិញ្ញាចិត្តមិនមែនជាការស្រមៃទេហើយរាល់ពេលអ្នកមើលវាអ្នកនឹងត្រូវរំលឹកឲ្យខិតខំជានិច្ច 3. បង្កើតវិន័យប្រចាំថ្ងៃជោគជ័យមិនមកពីសកម្មភាពធំម្ដងម្កាលទេប៉ុន្តែមកពីសកម្មភាពតូចៗដែលធ្វើជាប្រចាំប្រសិនបើអ្នកចង់ជោគជ័យក្នុងការងារសូមរៀនបន្ថែមរាល់ថ្ងៃប្រសិនបើអ្នកចង់មានសុខភាពល្អសូមហាត់ប្រាណជាប្រចាំវិន័យគឺជាស្ពានភ្ជាប់ពីគោលដៅទៅកាន់លទ្ធផលឆ្នាំ2026នឹងក្លាយជាឆ្នាំរបស់អ្នកប្រសិនបើអ្នកមានវិន័យជាប្រចាំ 4. គ្រប់គ្រងពេលវេលាឲ្យមានតម្លៃពេលវេលាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមនុស្សគ្រប់គ្នាមាន24ម៉ោងដូចគ្នាប៉ុន្តែអ្នកជោគជ័យប្រើវាខុសពីអ្នកដទៃកុំចំណាយពេលលើអ្វីដែលមិនមានប្រយោជន៍រៀបចំពេលវេលារបស់អ្នកឲ្យមានគោលបំណងកំណត់អាទិភាពនិងផ្ដោតលើអ្វីដែលជួយឲ្យអ្នកខិតទៅជិតគោលដៅ 5. ចាក់ចេញពីតំបន់ផាសុកភាពការរីកចម្រើនកើតឡើងនៅពេលអ្នកហ៊ានធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើបើអ្នកនៅតែធ្វើអ្វីដដែលអ្នកនឹងទទួលបានលទ្ធផលដដែលឆ្នាំ2026គឺជាឆ្នាំដែលអ្នកត្រូវហ៊ានសាកល្បងអភិវឌ្ឍជំនាញថ្មីនិងទទួលយកការប្រឈមការភ័យខ្លាចគឺជាសញ្ញាថាអ្នកកំពុងលូតលាស់ 6. រៀនពីកំហុសកាលពីអតីតកាលគឺជាគ្រូដ៏ល្អបំផុតកុំអនុញ្ញាតឲ្យកំហុសរបស់អ្នកធ្វើឲ្យអ្នកបោះបង់ជំនួសមកវិញចូលយកវាជាបទពិសោធន៍វិភាគថាតើអ្វីដែលមិនដំណើរការហើយកែប្រែវាឆ្នាំ2026អាចជាឆ្នាំដែលអ្នកឈ្នះប្រសិនបើអ្នករៀនពីអតីតកាលនិងមិនធ្វើកំហុសដដែលម្ដងទៀត 7. ជ្រើសរើសបរិយាកាសល្អមនុស្សជុំវិញអ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់អ្នកប្រសិនបើអ្នកនៅជាមួយមនុស្សដែលមានគោលដៅនិងគំនិតវិជ្ជមានអ្នកនឹងមានកម្លាំងចិត្តក្នុងការរីកចម្រើនប៉ុន្តែបើអ្នកនៅជាមួយមនុស្សដែលតែងតែបន្ទោសនិងអវិជ្ជមានអ្នកអាចបាត់បង់ទិសដៅឆ្នាំនេះសូមជ្រើសរើសបរិយាកាសដែលជួយឲ្យអ្នកលូតលាស់ 8. ថែរក្សាសុខភាពរាងកាយនិងចិត្តជោគជ័យគ្មានន័យទេប្រសិនបើសុខភាពមិនល្អឆ្នាំ2026សូមផ្ដល់អាទិភាពដល់សុខភាពញ៉ាំអាហារដែលមានប្រយោជន៍ហាត់ប្រាណនិងគេងឲ្យបានគ្រប់គ្រាន់កុំភ្លេចថែរក្សាសុខភាពផ្លូវចិត្តផងដែរដែលកាត់បន្ថយសម្ពាធនិងរកពេលសម្រាកឲ្យបានគ្រប់គ្រាន់ 9. អភិវឌ្ឍជំនាញថ្មីជាបន្តបន្ទាប់ពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿនប្រសិនបើអ្នកមិនរៀនអ្វីថ្មីអ្នកអាចត្រូវទុកចោលពីក្រោយសូមចំណាយពេលរៀនជំនាញថ្មីដែលអាចជួយឲ្យអ្នករីកចម្រើនក្នុងការងារនិងជីវិត
ការអភិវឌ្ឍខ្លួនឯងគឺជាការវិនិយោគដែលមានតម្លៃខ្ពស់បំផុត 10. មានភាពអត់ធ្មត់និងមិនបោះបង់ការសម្រេចគោលដៅធំត្រូវការពេលវេលាអ្នកអាចមិនឃើញលទ្ធផលភ្លាមប៉ុន្តែបើអ្នកបន្តខិតខំលទ្ធផលនឹងមកដល់ឆ្នាំ 2026 នឹងក្លាយជាឆ្នាំរបស់អ្នកប្រសិនបើអ្នកមិនបោះបង់នៅពេលជួបការលំបាក 11. គ្រប់គ្រងហិរញ្ញវត្ថុដោយប្រាជ្ញាកុំរស់ពីប្រាក់ខែទៅប្រាក់ខែសូមសន្សំវិនិយោគនិងគ្រប់គ្រងចំណាយឲ្យបានល្អភាពស្ថិរភាពហិរញ្ញវត្ថុផ្ដល់សេរីភាពក្នុងការជ្រើសរើសនិងកាត់បន្ថយសម្ពាធជីវិត 12. អនុវត្តការគិតវិជ្ជមានជាប្រចាំគិតវិជ្ជមានមិនមែនមានន័យថាមិនមានបញ្ហាទេប៉ុន្តែជាការជឿថាអ្នកអាចដោះស្រាយបញ្ហាបានពេលអ្នកគិតវិជ្ជមានអ្នកនឹងរកឃើញដំណោះស្រាយជំនួសឲ្យការបោះបង់ 13. បង្កើតទម្លាប់ល្អទម្លាប់កំណត់ជីវិតបើអ្នកបង្កើតទម្លាប់អានសៀវភៅរៀននិងហាត់ប្រាណជីវិតអ្នកនឹងផ្លាស់ប្ដូរទម្លាប់តូចជាប្រចាំថ្ងៃអាចបង្កើតលទ្ធផលធំក្នុងរយៈពេលវែង 14. ធ្វើសកម្មភាពមិនត្រឹមតែគិតមនុស្សជាច្រើនមានគំនិតល្អប៉ុន្តែមិនធ្វើអ្វីនោះទេគំនិតគ្មានតម្លៃប្រសិនបើគ្មានសកម្មភាពឆ្នាំ 2026 ត្រូវជាឆ្នាំដែលអ្នកធ្វើសកម្មភាពពិតប្រាកដ 15. ជឿថាអ្នកសមនឹងជោគជ័យជាចុងក្រោយបំផុតអ្នកត្រូវជឿថាខ្លួនឯងសមនឹងទទួលបានអ្វីដែលល្អបំផុតកុំកំណត់ដែនកំណត់ដោយខ្លួនឯងពេលអ្នកជឿអ្នកនឹងហ៊ានធ្វើពេលអ្នកធ្វើអ្នកនឹងឃើញលទ្ធផលជារួមមកឆ្នាំ 2026 មិនមែនជាឆ្នាំពិសេសដោយសារតែលេខនោះទេប៉ុន្តែដោយសារតែការសម្រេចចិត្តរបស់អ្នកបើអ្នកមានគោលដៅមានវិន័យហ៊ានប្រឈមនឹងជឿលើខ្លួនឯងឆ្នាំនេះអាចក្លាយជាឆ្នាំដែលផ្លាស់ប្ដូរជីវិតអ្នកជារៀងរហូតសូមកម្រងចាំឱកាសចាប់ផ្ដើមថ្ងៃនេះហើយធ្វើឲ្យឆ្នាំ 2026 ក្លាយជាឆ្នាំរបស់អ្នកយ៉ាងពិតប្រាកដ